សួស្តីបងប្អូនថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះផងដែរក៏ដូចជាសពមួយដងអញ្ចឹងខ្ញុំនឹងនិយាយក៏ដូចជាសៀព័ត៌មានមួយចំនួនដែលខ្ញុំដឹងជូនដល់បងប្អូនទាំងអស់គ្នាទាំងគ្រប់វិស័យទាំងគ្រប់ជំនាញតែដូចខ្ញុំបានជម្រាបថាការនិយាយរបស់ខ្ញុំវាអាចមានកំហុសខុសឆ្គងឬក៏មិនពេញចិត្តដល់បងប្អូនទាំងអស់គ្នាដូច្នេះចំណុចណាដែលមិនពេញចិត្តមិនត្រូវចិត្តរបស់បងប្អូនសូមមេត្តាអធិស្ឋានបាទទុកជាមុនផងដែរថ្ងៃនេះខ្ញុំចង់មកបន្តសាច់រឿងតាក់ទងទៅនឹងឋានៈក៏ដូចជាក្រមងារនៅក្នុងវិស័យអប់រំឧត្តមសិក្សាថ្ងៃនេះផងដែរមុននឹងឈានចូលទៅដល់រឿងក្រមងារខ្ញុំបាទនឹងចែករំលែកព័ត៌មានមួយចំនួនដែលកើតឡើងកាលពីព្រឹកមិញដែលតាក់ទងទៅនឹងការអប់រំវិស័យសុខាភិបាលក្នុងនោះប្រមុខរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់តាក់ទងទៅនឹងការលើកកម្ពស់គុណភាពការអប់រំលើវិស័យសុខាភិបាលបិទណាស់ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលកំពុងអភិវឌ្ឍជាទាមទារជាតិចូលទាមទារការកែលម្អទាំងកម្មវិធីសិក្សាក៏ត្រូវអាប់ដេតតាមកាលវេលាមួយដែលសមស្របពីព្រោះថាសម័យបច្ចុប្បន្ននេះប្រសិនបើយើងមិនអាប់ដេតនៅកម្មវិធីសិក្សាឬក៏សម្ភារៈសម្រាប់អនុវត្តទេបច្ចេកវិទ្យាវានឹងរត់ចោលយើងហើយដោយសារពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាដើរលឿនណាស់ឥឡូវ AI នៅក្នុងវិស័យសុខាភិបាល AI នៅក្នុងវិស័យអប់រំក៏មកលឿនដែរការស្រាវជ្រាវមួយចំនួនការ search រកព័ត៌មានមួយចំនួនយើងអាច search រកនៅក្នុងទូរស័ព្ទតាមក្រុមហ៊ុន AI ដូចជា ChatGPT ឬក៏ DeepSeek របស់ចិនគ្រាន់តែយើងវាយឈ្មោះអ្វីមួយចូលទៅ platform របស់ AI ហ្នឹងវានឹងបង្ហាញនៅទិន្នន័យទាំងអស់នោះមកឲ្យយើងគ្រាន់តែថាមុននឹងយើងប្រើប្រាស់ទិន្នន័យទាំងអស់នោះយើងត្រូវពិនិត្យពិច័យឲ្យបានច្បាស់លាស់ពីព្រោះ accuracy យើងជឿជាក់ឲ្យលើ AI ក៏ប៉ុន្តែរឿងមួយចំនួនវាខ្វះព័ត៌មានពេលយើង search វាទៅវាចេះតែបង្ហាញនៅព័ត៌មានដែលត្រឹមត្រូវមិនពិតប្រាកដមកឲ្យយើងអញ្ចឹងយើងពឹង AI ហើយតែយើងត្រូវតែពិនិត្យឲ្យបានច្បាស់លាស់នេះគ្រាន់តែជាសេចក្តីផ្ដើមទេដែលចង់ចែករំលែកជូនដល់បងប្អូនហើយថ្ងៃនេះផងដែរដូចខ្ញុំបានជម្រាបពីខាងដើមថាខ្ញុំមានបំណងនឹងចែករំលែកក្រមងារថ្នាក់កម្ពុជាមួយទៀតនៅក្នុងវិស័យអប់រំក៏ដូចជាការស្រាវជ្រាវជូនដល់បងប្អូននោះគឺក្រមងារជាបណ្ឌិតស្ភាចារបណ្ឌិតស្ភាចារមិនមែនចេះតែបានងាយទេបេក្ខជនដែលទទួលបានក្រមងារគឺសុទ្ធតែបេក្ខជនដែលមានស្នាដៃនៅក្នុងការផ្សេងសៀវភៅនៅក្នុងការស្រាវជ្រាវមានបទពិសោធន៍លើជំនាញរបស់ខ្លួនរាប់សិបឆ្នាំហើយក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងយោងតាមព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រមប្រឹក្សាបណ្ឌិតស្ភាចារកំណត់យ៉ាងច្បាស់លាស់ថាចំនួនបណ្ឌិតស្ភាចារមិនឲ្យលើសពី79នាក់ហើយចំនួនបេក្ខជនដែលនឹងទទួលបានក្រមងារជាបណ្ឌិតស្ភាចារគឺត្រូវតែឆ្លងកាត់ការបោះឆ្នោតពីសមាជិកពេញសិទ្ធិរបស់ក្រុមប្រឹក្សាបណ្ឌិតស្ភាចារយោងតាមព្រះរាជក្រឹត្យដដែលបានបញ្ជាក់ថាក្រុមប្រឹក្សាបណ្ឌិតស្ភាចារមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនលោកជាប្រធានកិត្តិយសបន្តមកទៀតមានប្រធានមួយរូបមានតួនាទីជាអគ្គបណ្ឌិតស្ភាចារអនុប្រធាន2រូបក្នុងមួយរូបជាប្រធានរាជបណ្ឌិតសភាទទួលបន្ទុកអនុប្រធានអចិន្ត្រៃយ៍តមកទៀតមានសមាជិកពេញសិទ្ធិសរុបទាំងអស់មិនឲ្យលើសពី79នាក់ទេហើយក្នុងនោះផងដែរខ្ញុំបានសើចចូលទៅមើលក្នុងគេហទំព័ររបស់រាជបណ្ឌិតសភាត្រង់ចំណុចលេខាធិការដ្ឋានបណ្ឌិតស្ភាចារក៏បានបង្ហាញអំពីសមាជិកបម្រុងរបស់បណ្ឌិតស្ភាចារផងដែរមានបងប្អូនឆ្ងល់ទេសួរថាតើបណ្ឌិតស្ភាចារលោកធ្វើអីខ្ញុំនឹងចែករំលែកចំណេះដឹងនេះជាពីរចំណែកធំទី1ខ្ញុំនឹងធៀបអំពីបណ្ឌិតស្ភាចាររបស់បណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកនៅក្នុងនោះយើងឃើញមានដូចជាប្រទេសថៃក៏មានដែរនៅប្រទេសអង់គ្លេសក៏មាននៅអាមេរិកក៏មានដែរអញ្ចឹងខ្ញុំចង់ត្រឡប់មកវិញថានៅក្នុងប្រជាជាតិកម្ពុជាយើងបណ្ឌិតស្ភាចារលោកមានតួនាទីទី1ត្រូវសរសេរសៀវភៅហើយបោះពុម្ពផ្សាយទុកជាចំណេះដឹងជូនទៅដល់ក្មេងជំនាន់ក្រោយហើយសរសេរសៀវភៅនោះគឺសរសេរសៀវភៅដែលពាក់ព័ន្ធទៅនឹងជំនាញរបស់គាត់ហើយមួយទៀតបណ្ឌិតស្ភាចារលោកដើរតួជាអ្នក research ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ព្រោះអស់តាពីរាជបណ្ឌិតស្ភាទៅអស់តាពីបណ្ឌិតស្ភាចារទៅលែងមានក្រមងារណានៅក្នុងវិស័យអប់រំលើសនឹងទៀតណាលែងមានគឺ top of the top ហ្នឹងគឺ
គឺក្រមងារបណ្ឌិតស្ភាចារនឹងឯងគឺជាបញ្ញវន្តថ្នាក់លេខ1របស់ប្រទេសអញ្ចឹងបានសូម្បីតែឈ្មោះក៏រៀងប្លែកបន្តិចដែរពីមុនខ្ញុំក៏មិនសូវថ្នាក់តិចប្រហែលដែរប៉ុន្តែដល់ក្រោយមកដល់ស្វែងយល់ឲ្យបានស៊ីជម្រៅទៅនឹងក្រមងារហ្នឹងទៅស្ដាប់យូរទៅពីរោះហើយខ្ញុំបានចូលទៅមើលនៅក្នុងគេហទំព័ររបស់រាជបណ្ឌិតសភាខ្ញុំសើចមើលទៅតាក់ទងទៅនឹងឯកឧត្តមលោកជំទាវដែលជាបណ្ឌិតស្ភាចាខ្ញុំឃើញថា background របស់លោកសុទ្ធសឹងតែជាអ្នកប្រាជ្ញសុទ្ធសឹងតែជាអ្នកមានចំណេះដឹងខ្ពស់មានបទពិសោធន៍ជាបញ្ញវន្តដែលមានការទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិនិយាយនេះមិនមែនខ្ញុំនិយាយដើម្បីអួតឬក៏សរសើរទេប៉ុន្តែខ្ញុំក្នុងនាមជាបុគ្គលិកអប់រំម្នាក់ខ្ញុំក៏ឃើញថាគ្រឹះស្ថាននេះគឺជាគ្រឹះស្ថានមួយដែលបណ្ដុំទៅដោយអ្នកប្រាជ្ញជាបញ្ញវន្តដែលផ្ដល់នៅបញ្ញាញាណក៏ដូចជាកសាងនៅធនធានពុទ្ធិសម្រាប់ប្រជាពលរដ្ឋយើងនាពេលអនាគតបាទសូមអរគុណ